Hi guys សួស្តីអ្នកគ្នាជួបគ្នាជាមួយខ្ញុំដនទៀតហើយ so អ្នកគ្នាប្រហែលជាអត់សូវដែរឃើញវីដេអូខ្ញុំផុសពីការនិយាយឬមួយក៏ដើរលេងអីច្រើនដូចមុនទេដោយសារតែខ្ញុំអត់សូវមានពេលលួចដើរលេងដូចពីមុនទេ Anyway ថ្ងៃនេះដែរគឺខ្ញុំមានអីដែលថ្មីចែកជូនអ្នកគ្នាទៀតហើយអ្នកគ្នាប្រហែលជាដែរឮចាស់ឬមួយក៏បងគាត់និយាយឯនៅពេលដែលយើងរៀនចប់ទី12ឬក៏ប្រឡងបាក់ឌុបហើយគាត់តែងតែនិយាយថាហោជំនាញណាមួយរៀនសិននៅឬមួយក៏យើងចាំប្រឡងពេទ្យប៉ុន្តែនៅពេលហ្នឹងយើងតែងតែលឺថាឲ្យគាត់ទៅហោជំនាញអីមួយរៀនសិននៅបបប្រឡងពេទ្យធ្លាក់ឬមួយក៏មិនក៏យើងអត់ខាត់ឆ្នាំដែរប៉ុន្តែបើយើងគិតត្រឡប់មកវិញថានៅវ័យប្រហាក់ប្រហែលគ្នាឬមួយក៏វ័យ20ទៅ22 23ឆ្នាំហ្នឹងអ្នកខ្លះទៅតែរៀនចប់ទី12ឯងរីឯអ្នកខ្លះទៀតកំពុងតែហៅជំនាញដែលខ្លួនឯងស្រឡាញ់ឬមួយក៏កំពុងតែវង្វេងថាអត់ដឹងគួររៀនអីរីឯអ្នកខ្លះទៀតរៀនឡើងពី3ឆ្នាំអីតែមានអារម្មណ៍ថារៀនអត់ទៅមុខទេជំនាញហ្នឹងខ្លួនឯងអត់ស្រឡាញ់ជំនាញមួយហ្នឹងអត់ត្រូវមួយខ្លួនឯងទេហើយក៏ចាប់ផ្ដើមរកជំនាញថ្មីរីឯអ្នកខ្លះទៀតក៏មានគ្រួសាររីឯអ្នកខ្លះទៀតក៏មានមុខរបរអាចហៅលុយបានចំខ្លួនឯងបានរីឯអ្នកខ្លះមួយចំនួនទៀតក៏ទៅតែនឹងទៅកន្លែងដែលខ្លួនឯងចង់ទៅឬមួយក៏កន្លែងដែលខ្លួនឯងប្រាថ្នាចង់ទៅយូរវ័យទៅតែបានទៅតែអ្នកខ្លះទៀតក៏កំពុងតែចង់បោះបង់នៅអ្វីដែលខ្លួនឯងតែងតែធ្វើរាល់ថ្ងៃតែអ្នកខ្លះទៀតគឺ appreciate ខ្លួនឯងមានមោទនភាពចំពោះខ្លួនឯងដែលខ្លួនឯងបានខិតខំប្រឹងប្រែងនិងតស៊ូរហូតមកដល់ពេលហ្នឹងអញ្ចឹងអ្វីទាំងអស់ហ្នឹងដែលខ្ញុំបាននិយាយគឺចង់សម្ដៅថាជីវិតរបស់យើងគឺមិនជាការប្រកួតប្រជែងឬមួយក៏ជាការយកឈ្នះទៅលើនរណាម្នាក់ឬមួយក៏ជាការខ្លាចខាតនៅពេលវេលាជីវិតយើងគឺយើងរស់នៅក្នុងពេលវេលារបស់យើងគេរស់នៅក្នុងពេលវេលារបស់គេដូចពាក្យស្លោកមួយដែលខ្ញុំបានឮគេនិយាយថាពេលវេលាមិនទាន់មកដល់វាសនាមិនទាន់មកដល់ទេប៉ុន្តែបើពេលវេលាមកដល់អ្វីគ្រប់យ៉ាងក៏យើងធ្វើបានសម្រេចដែររៀន appreciate អ្វីដែលតិចតួចនៅជុំវិញខ្លួនយើងពីព្រោះថាអ្វីទាំងអស់ហ្នឹងវាពិតជាស្រស់ស្អាតណាស់កុំមើលរំលងវាហើយតាមចាប់នៅអ្វីដែលធំដុំឬមួយក៏ជាអ្វីដែលសមត្ថភាពយើងឈោងដល់អ្វីក៏ដោយគឺយើងធ្វើពីទូចទៅធំយើងមិនអាចធ្វើចាប់ភ្លាមធ្វើធំហ្មងទេគឺវាមិនអាចទៅរួចទេកុំខ្លាចថាខ្លួនឯងធ្វើអត់បានកុំគិតថាខ្ញុំអាយុប៉ុណ្ណឹងហើយទៅធ្វើរឿងអញ្ចឹងគឺអត់មានណាគេខ្វល់ពីអ្នកទាំងអស់គ្នាទេអ្វីដែលពួកគេខ្វល់គឺភាពជោគជ័យដែលអ្នកទាំងអស់គ្នាធ្វើបានមិនថាអ្នកទាំងអស់គ្នាឥឡូវនេះអាយុប៉ុន្មានឬមួយក៏ចង់ចាប់ផ្ដើមអីថ្មីគឺចាប់ផ្ដើមមកកុំខ្លាចថាខ្លួនឯងធ្វើអត់បានឬមួយក៏ធំហើយមិនគួរណាទៅធ្វើរឿងអញ្ចឹងគឺកុំគិតអញ្ចឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមគ្រប់ពេលវេលាដរាបណាអ្នកទាំងអស់គ្នានៅតែមានចិត្តចង់ធ្វើសូមកុំបោះបង់វាចាប់ផ្ដើមធ្វើវាពីឥឡូវទៅក៏បានដែរវីដេអូនេះមានប៉ុណ្្នឹងឯង guys ជួបគ្នានៅវីដេអូក្រោយបាយបាយ